រឿងឆ្កែវង្វេងផ្លូវមានគ្រួសារមួយគ្រួសារស្រឡាញ់ចូលចិត្តចិញ្ចឹមឆ្កែខ្លាំងណាស់ពួកគេចិញ្ចឹមឆ្កែមួយក្បាលដោយមិនហ៊ានឲ្យវាចេញទៅណាមកណានោះទេដោយខ្លាចវាប្រឡាក់ដីនិងប៉ះពាល់របស់មិនស្អាតឆ្កែមួយក្បាលនោះតែងតែទទួលបានរបស់លេងថ្មីៗនិងម្ហូបឆ្ងាញ់ៗជារៀងរាល់ថ្ងៃប៉ុន្តែបើមើលទៅវាហាក់ដូចជាមិនសប្បាយចិត្តទាល់តែសោះរៀងរាល់ថ្ងៃវាបានព្រមឈររត់លេងនៅទីធ្លាខាងក្រៅផ្ទះហើយសម្លឹងមើលទៅកាន់សត្វឆ្កែដទៃទៀតដែលកំពុងតែប្រឡែងគ្នានៅតាមដងផ្លូវសត្វឆ្កែដែលនៅតាមផ្លូវបាននិយាយមកកាន់វាថាឯងសំណាងដល់ហើយបានរបស់ស៊ីឆ្ងាញ់រៀងរាល់ថ្ងៃបែបនេះគ្រាន់តែឮបែបនេះវាក៏បានទម្លាក់ទឹកមុខចុះរួចដើរចូលទៅក្នុងផ្ទះវិញយ៉ាងកំសត់ប៉ុន្មានថ្ងៃក្រោយមកនៅពេលដែលម្ចាស់វាបើកទ្វាររបងចេញទៅក្រៅផ្ទះឆ្កែកំសត់នោះបានរត់យ៉ាងលឿនចេញទៅក្រៅដោយមិនខ្វល់នឹងសំឡេងម្ចាស់ដែលស្រែកហៅឡើយវារត់ទាំងទឹកមុខសប្បាយឥតគណនាដោយមិនគិតពីទិសដៅអ្វីទាំងអស់វាភ្ញាក់ផ្អើលនឹងទិដ្ឋភាពថ្មីប្លែកនៅតាមដងផ្លូវហើយវាចេះតែបន្តដំណើរទៅមុខរហូតដល់វាដឹងថាវាបានដល់កន្លែងមួយតែវាមិនអាចរកផ្លូវទៅផ្ទះវិញបានទេវាចាប់ផ្ដើមភ័យហើយរត់បកក្រោយដើម្បីរកផ្លូវទៅផ្ទះវិញដើរបណ្ដើររត់បណ្ដើរវាក៏បានឃើញសត្វឆ្កែមួយក្បាលដែលកំពុងតែស៊ីរបស់នៅតាមដងផ្លូវដែលគេបោះចោលវាក៏និយាយឡើងថាណែតើរបស់ទាំងនោះអាចស៊ីបានដែរឬទេណែវាជារបស់ឆ្ងាញ់មិនក៏ឯងសួរបែបនេះចំជាមិនដឹងអីមែនវាក៏បានដើរទៅជិតដើម្បីមើលរួចវាឃើញរបស់ទាំងនោះគួរឲ្យខ្ពើមនិងមានក្លិនមិនល្អវាថយក្រោយរួចរត់ចេញពីកន្លែងនោះយ៉ាងលឿនហើយវាគិតថាឃ្លានដល់ហើយមិនគួរណាអញរត់ចេញពីផ្ទះបែបនេះសោះនៅព្រឹកថ្ងៃបន្ទាប់វាក៏នៅតែបន្តដើរទៅមុខទៀតទាំងសេចក្តីស្រេកឃ្លានទាំងសេចក្តីសោកស្ដាយទៅមុខបានបន្តិចវាក៏បានឃើញឆ្កែមួយក្បាលឈរសម្លឹងមើលមុខវាពីខាងក្នុងរបងផ្ទះដោយទឹកមុខយ៉ាងកំសត់គ្រាន់តែឃើញភ្លាមវាចាប់ផ្ដើមនឹកឃើញពីអតីតកាលដ៏គ្មានសេរីភាពរបស់វារួចវាក៏បានបកក្រៅយ៉ាងលឿនទាំងទឹកមុខសប្បាយរីករាយដោយសម្រេចចិត្តជ្រើសរើសយកសេរីភាពជាជាងការរស់នៅសុខស្រួលជីវិតដែលពោរពេញទៅដោយសេរីភាពគឺជាជីវិតដែលពោរពេញទៅដោយសេចក្តីសុខបំផុត